ជំរាបសួរពុកម៉ែបងប្អូនមកថ្ងៃនេះនៅផ្ទះជុំគ្នាលេងប្រពន្ធហុចមកលេងមកយ៉ាងអេមកបងលោកអើយអាយស្មាហុចស្អីគេចង់ហូបត្រីប្រមាចំហុយពងទាសាច់ជ្រូកប្រពន្ធចំណុំពោអីធ្វើឲ្យប្រពន្ធហូបមានឥឡូវធ្វើក្នុងផ្ទះល្ងិតបងប្អូនអើយនេះធ្វើក្រៅផ្ទះមើលភ្លឺល្អដល់ថ្ងៃនេះបាទឥឡូវmìnhចាប់ដើមហុចមកមានលាងសាច់ជ្រូកស្អាតជីយកស្បែកចេញមកបងប្អូនអើយជីឯងឲ្យស្អាតឲ្យល្អមកយកស្បែកចេញហើយចាំយើងហាន់វាស្ដើងស្ដើងស្រួលច្រាមមកឆាប់ម៉ត់ហើយឥឡូវយើងចាប់ដើមប៉ងប៉ប៉អើយក៏ដៃឡើងកលាស់ហ្នឹងបាទឥឡូវយើងច្រាមឲ្យជ្រូកបាន50%យើងមកធ្វើត្រីប្រមាបងប្អូនហើយយើងកោសវាចេញឲ្យស្អាតខ្ញុំអត់តលើស្បែកឆ្ងាញ់យកទាំងស្បែកយកទាំងអស់អត់តែឆ្អឹងមកមុខទេបាទឥឡូវយើងលើយកសាច់វាមកខ្ញុំធ្វើបែបខ្ញុំអញ្ចឹងបងប្អូនខ្លះខ្ញុំឃើញគាត់ធ្វើគាត់យកត្រីប្រមាយកទៅស្ងោរយកតែទឹកត្រីប្រមាហ្នឹងយកមកលាយមួយទៅឈូសពងទាបាទខ្ញុំអត់ចង់ឲ្យវារសជាតិដិតតិចខ្ញុំយកសាច់ត្រីប្រមាយកមកច្រាមហ្មងបងប្អូនហើយច្រាមជាមួយសាច់ជ្រូកច្រាមជាមួយហើយឲ្យវាចូលលបាយតែមួយបងប្អូនបាទនៅប៉ងប៉ត់ហើយយើងបានដាក់វាឲ្យម៉ត់មកបានវាឆ្ងាញ់ឥឡូវពងនឹងច្រាមបងប្អូនអើយភ្លៀងមកល្មមលើកជ្រុញលើកកបិតរត់ចូលក្នុងផ្ទះវិញអើយថាថ្ងៃនេះបានភ្លឺម្ដងកុំឲ្យធ្វើក្នុងផ្ទះវាចង្អៀតពេកឲ្យបងប្អូនស្រួលមើលមិនស្អីមើលភ្លៀងមកបងប្អូននឹងមានស្អីទៀតឥឡូវចូលធ្វើក្នុងផ្ទះដដែលដូរឡើងបងប្អូនពិបាកមើលទៀតបាទឥឡូវបន្តទៀតចាប់បានច្រាមទៅថ្មីទៀតបងប្អូនច្រាមទៀតហើយយើងថែមខ្ទឹមសចូល6 7កពឹសបងប្អូនដើម្បីវាមានក្លិនឈ្ងុយក្លិនកាត់ឆ្អាបក្លិនអីចឹងបាទឥឡូវយើងច្រាមខ្ទឹមសជាមួយត្រីប្រមាជ្រូកច្រាមវាឲ្យម៉ត់មកចាំយើងរៀបចំធ្វើអីផ្សេងបាទឥឡូវយើងច្រាមម៉ត់ហើយយើងគោះពងទាបងប្អូនហើយបាទគោះពងទា5គ្រាប់ដាក់វាឲ្យវារសជាតិឆ្ងាញ់បាទឥឡូវយើងដួសយកអាក្រហម2គ្រាប់ដើម្បីយើងទុកលាបវាឲ្យវាឃើញពណ៌ល្អតិចស្អាតតិចទៅពេលឆ្អិនទៅបងប្អូនបាទហើយយើងវាយពងទាឲ្យវាបែកខ្ញុំទៅយើងដាក់ត្រីប្រមាចូលខ្ញុំទៅកូរវាបាទហើយយើងដាក់ម្រេចបន្តិចឲ្យវាឈ្ងុយបាទវាចេញ200គ្រាប់ទៅបងប្អូនបាទត្រីប្រមាវាលៀងប្រៃទៀតបងប្អូនយើងប្រើវាចេញបន្តិចលឺបន្តិចស្ករបន្តិចទៅបងប្អូនអើយបាទស្ករ500គ្រាប់អញ្ចឹងណាបាទដាក់ប៉ាំងចាព្រាខ្ញុំទៅទូចពេកដល់ពេលដួសឃើញច្រើនបានចាព្រាទូចជាងព្រាកាហ្វេទេចាព្រាខ្ញុំហ្នឹងបាទហើយយើងកូរអាពងទាជាមួយស្ករអំបិលស្ករប៊ីចេងហ្នឹងយើងកូរវាឲ្យលាយអស់ទៅបាទយើងដាក់សាច់ជ្រូកជាមួយត្រីប្រមាហ្នឹងចូលបងប្អូនហើយឥឡូវដាក់ចូលហើយតំណងបងប្អូនហើយមិនទាន់ឆ្អិនហ្នឹងមើលទៅវាតំណងហ្មងមើលទៅបាទឥឡូវយើងវាយអាសាច់ជ្រូកនេះមួយពងទាឲ្យវាស្មើទៅជាលបាយតែមួយកុំឲ្យវាដុំបងប្អូនហើយមើលទៅតំណងបងប្អូនអើយបាទយើងចំហុយចានធំពេកចំហុយអាកើតបងប្អូនលើឡើងសឹងតូចទៅចឹងប្រើកូនចានចកើដួសឲ្យវា3កូនចានចកើប្រមាណដាក់ឯចំហុយបាន3កូនចានចកើបងប្អូនមើលទឹកភ្លៀងភ្លៀងរហូតនៅក្រៅបាទឥឡូវយើងដាក់ពងទាប្រៃមួយគ្រាប់មកកូនចានបងប្អូនហើយស្បែកជ្រូកយើងអត់ចោលទេស្ដាយយើងហាន់លើល្មមយើងរៀបលើផ្អករបស់យើងបាទឥឡូវយើងរៀបយកដេកវិញតិចតួចឲ្យមើលស្បែកជ្រូកកាលណាផុយឆ្ងាញ់បងប្អូនបាទឥឡូវយើងដាក់ស្លឹកខ្ទឹមតិចទៅបាទរួយលឹកខ្ទឹមម្ទេសតិចទៅឲ្យមើលឃើញមានខៀវមានក្រហមមានអញ្ចឹងបងប្អូនបាទឥឡូវយើងដាក់ហើយយើងរៀបចំឲ្យស្អាតហើយយើងកាច់ជះតើងបាទយើងលើកឡាំងសឹងយើងចំហុយមកបងប្អូនអើយមកដិបដាក់របស់យើងចូលមកឡាំងសឹង3កូនចានចកើល្មមបងប្អូនអើយគ្រប់ហ្មង3កូនចានចកើហ្នឹងថ្ងៃនេះម៉ូតសក់អស់ទាស់សិនម៉ូតសក់អាតុងទៀតហើយមើលភ្លៀងបងប្អូនអើយដូចចាក់ទឹកចឹងមើលតុកដល់ក្រៅឥឡូវយើងដាក់ចំហុយវាទៅចោលទៅយើងមានអាពេលយើងមកធ្វើបន្លែបងប្អូនហើយបាទបន្លែយើងដូចបន្លែគេវាខ្វះតិចតួចវាមិនគ្រប់មុខទេបងប្អូនអើយនៅពេញនៅស្រុកស្រែគេមានក្តាប់ម្រះក្តាប់អីយើងនេះមានអីមានតែគួនមានពពាយមានទ្របតសក់ហើយនឹងស្ពៃក្តោបហ្នឹងបាទហើយថ្ងៃនេះលេងបានមួយមុខទៀតសម្រាប់ស្រួយចូលចិត្តអាហ្នឹងវាស្រួយឲ្យវាឆ្ងាញ់បងប្អូនបាទឥឡូវពុះហើយឡើងហើយយើងចំហុយវាបាន20នាទីដែរព្រោះយើងដាក់ពងមាន់ចូលទៅឲ្យវាឃើញស្អាតពងទាហ្នឹងដាក់ហើយ
យើងទុកហមមិញ2គ្រាប់មកលើយើងលេងវាបានជា3កូនចានដាក់ឲ្យស្អាតមកឃើញពណ៌លឿងស្អាតទាំងបងប្អូនម្ហូបនេះបងប្អូនងាយបានហូបណាបងប្អូនតើយើងទៅហាយតែនូនកាគេបាយថ្ងៃត្រង់ហ្នឹងបានកម្មវិធីខ្ញុំមិនមានបងប្អូនមកចេះងាយបានហូបទេប៉ុន្តែថ្ងៃនេះនាងស្មិចលើកយកម្លឹកមកមើលយកមកធ្វើមើលប្រពន្ធគេចង់មើលពណ៌ស្អាតបងប្អូនអើយដូចនំឡើងហ្នឹងបងប្អូនដូចនំពងទាអញ្ចឹងភ្លក់មកខ្ញុំបងប្អូនដំណងណាបងប្អូនអើយខ្ញាច់អើយចង់ប្រាប់បាឆ្ងាញ់បងប្អូនអើយតែគួនយើងស្រស់វាមកសពដាក់មកខ្ញាច់ម៉ាំងមិត្តបាទវីដេអូខ្ញុំមានប៉ុណ្ណឹងទេបងប្អូនអើយបើពេញចិត្តចូលចិត្តមើលវីដេអូខ្ញុំបងប្អូនជួយ share ជួយ follow ផងបាទអរគុណច្រើនបងប្អូនអរគ្នាបាយ